ប្រាសាទតាមាន់ជាប្រាសាទបុរាណមួយស្ថិតនៅលើភ្នំដងរែកដែលជាភ្នំស្ថិតនៅតាមបណ្ដោយព្រំដែនខាងលិចនៃប្រទេសកម្ពុជាជាប់ប្រទេសថៃប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិត្រែងឃុំយូសឹមស្រុកថ្មពួកខេត្តឧត្តរមានជ័យតំបន់នេះជាផ្នែកមួយនៃដែនដីជាតិខ្មែរតាមផែនទីផ្លូវការពីឆ្នាំ1908ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិប្រាសាទតាមាន់មានចំនួន3គឺប្រាសាទតាមាន់ថ្នល់ប្រាសាទតាមាន់តៃនិងប្រាសាទតាមាន់ចុងប្រាសាទដែលស្ថិតនៅលើដែនកម្ពុជាជាក់លាក់គឺប្រាសាទតាមាន់ថ្នល់ប្រាសាទនេះត្រូវបានសង់ឡើងក្នុងសតវត្សទី10និងដើមសតវត្សទី11សម័យព្រះបាទទីសោវ្ម័នទី1និងព្រះបាទសូរ្យវ្ម័នទី1វាជាសំណង់ស្ថាបត្យកម្មដែលធ្វើពីថ្មក្រហមនិងថ្មខ្ចីមានសំណង់សិលាចារឹកភាសាខ្មែរបុរាណដែលបង្ហាញពីការគោរពទេវតានៃព្រហ្មញ្ញសាសនាបន្ទាប់មកនៅសម័យព្រះបាទជ័យវ្ម័នទី7ប្រាសាទនេះត្រូវបានកែប្រែឲ្យទៅជាកន្លែងបំពេញព្រះពុទ្ធសាសនាបែបមហាយានប្រាសាទតាមាន់ជាសំណង់សិល្បៈដែលបង្ហាញពីអរិយធម៌ខ្មែរបុរាណហើយជាភស្តុតាងនៃការរីកចម្រើននៃស្ថាបត្យកម្មនិងសាសនានៅក្នុងអាណាចក្រខ្មែរទោះបីជាប្រាសាទនេះស្ថិតជិតព្រំដែនប៉ុន្តែវាជាទ្រព្យសម្បត្តិវប្បធម៌របស់ជាតិខ្មែរបង្ហាញនៅលើសិលាចារឹកជាព្រំទាននៃអត្តសញ្ញាណជាតិដែលបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទនេះមិនមែនជាកម្មសិទ្ធិរបស់ប្រទេសថៃទេបច្ចុប្បន្ននេះកងយោធាជាតិខ្មែរបានអភិរក្សនិងការពារតំបន់ប្រាសាទនេះដើម្បីថែរក្សាបេតិកភណ្ឌរបស់ជាតិឲ្យនៅជាប់ជាមូលហេតុដែលគេហៅថាប្រាសាទតាមាន់តូចនិងគឺប្រាសាទតាមាន់ធំគឺដោយសារតែមានប្រាសាទចំនួន3ក្នុងតំបន់តែមួយហើយប្រជាជនបានសម្គាល់ដោយផ្អែកលើទំហំនិងទីតាំងប្រាសាទតាមាន់តៃមានទំហំតូចជាងគេស្ថិតនៅក្បែរថៃគេហៅថាតាមាន់តូចប្រាសាទតាមាន់ថ្នល់មានទំហំធំជាងគេស្ថិតនៅលើដែនកម្ពុជាជាក់លាក់គេហៅថាតាមាន់ធំពុទ្ធអង្គរកដោបមួយព្រះអង្គមួយជាមួយនឹងឡតមកខាង3ខបខ្សែដៃកលិះចុចគាំទ្រវីដេអូរបស់បងអូនកុំភ្លេចឲ្យបេះដូងជួយ share ចុច follow page បងអូនម្នាក់មួយផងអរគុណច្រើនបងស្រីបងប្រុសណាបាទ